តើសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បញ្ចែកម្លែកអំពីការដាក់ font មិនថា font អីទេឬក៏ font ខ្មែរ Lemon ខ្មែរ OS បាត់ដំបងខ្មែរអីចឹងអ្វីដែលយើងស្គាល់កន្លងមកចឹង font ខ្មែរឬក៏ font អង់គ្លេសអីផ្សេងទៀតក៏បានដែរអញ្ចឹងដើម្បីដាក់ចូលក្នុងកម្មវិធី Google កម្មវិធី AutoCAD អញ្ចឹងកន្លែងដែលយើងមើល font កន្លែងដែលយើងត្រូវការ font យើងមកធ្វើអញ្ចឹងយើងចូលកន្លែង ST មកអូខេយើងចូល command ST អញ្ចឹងនេះគឺជា AutoCAD យើងចូល ST enter មកអូខេអញ្ចឹងយើងចូលនៅកន្លែងនេះបើកាលណាយើងចង់ដាក់ font នៅក្នុង AutoCAD អានេះដោយសារយើងដាក់ font ហើយតែថាយើងចង់យកវាយកមកប្រើទៅហើយខ្ញុំបានបញ្យល់នៅក្នុងវីដេអូមួយតែវីដេអូនេះត្រូវមុនអាវីដេអូដែលខ្ញុំព្រៀនក្នុងការសេអក្សរខ្មែរតែណាឲ្យយកគាត់ថាបកក្រោយតិចណាអូខេអញ្ចឹងយើងចុច new មកអូខេចុច new មកយើងដាក់ឈ្មោះអីចឹងទៅអូខេអញ្ចឹងបើយើងដាក់ខ្មែរ Lemon អីចឹងទៅអូខេអញ្ចឹងខ្មែរ Lemon R1 ចឹងទៅអូខេឬក៏ដាក់ Lemon R1 យកមកក៏បានដែរអូខេLemon R1 យើងអូខេមកចាស់នេះយើងគាត់ដាក់ឈ្មោះឲ្យពេលដែលខ្ញុំបញ្យល់ហើយយើងមករកនៅកន្លែងនេះអញ្ចឹងមកអក្សរ L មកអូខេមកចេញខ្មែរ Lemon R1 នេះអញ្ចឹងយើងដាក់មកឈ្មោះយើងដាក់ឲ្យត្រូវហើយយើងត្រូវកំណត់កន្លែង font name នេះដាក់ត្រូវដែរហ្នឹងបានវាគ្រប់ទៅតាមfont អក្សរហ្នឹងអូខេហើយបើយើង set ទៅយើងប្រើទៅអញ្ចឹងយើងចាំកៅយើងដាក់ទៀតទៅយើង new ទៀតទៅអូខេ new ទៀតយើងដាក់បាននេះអូខេអញ្ចឹងក្នុងនេះដើម្បីយើងដាក់ហ្នឹងបានណាខ្មែរ Lemon R1 F1 ឬក៏ខ្មែរដតៃទៀតអូខេអញ្ចឹងយើងត្រូវមាន file នេះអញ្ចឹងខ្ញុំចេញពី AutoCAD សិនយើងត្រូវមាន file ពីនេះអញ្ចឹងទីមួយគឺខ្មែរ Unicode font ហើយនិងខ្មែរ Lemon អញ្ចឹងយើងដាក់ឲ្យអស់ទៅបើសិនជាយើងត្រូវការប្រើច្រើនយើងដាក់ទាំងពីរហ្នឹងទៅអញ្ចឹងអា file ហ្នឹងខ្ញុំនឹងតម្លាក់ចូលក្នុង AutoCAD អូខេក្រុម AutoCAD ឆានែល AutoCAD អ្នកនរគ្នាអាចចុចបានខ្ញុំនឹងដាក់ link នៅក្នុង description ហ្នឹងអូខេអញ្ចឹងអានេះគឺជា file RAR ទេអញ្ចឹងវា file ដែលវាយើងអត់ពលាអញ្ចឹងដើម្បីយើងបានហ្នឹងតើយើងពលាសិនណាយើង right click ពីលើមកហើយយើងអានេះ Windows 11យើង show more option មកយើង extract file អូខេហើយយើង OK មកអូខេអញ្ចឹងយើងបាននេះខ្មែរ Lemon នេះអញ្ចឹងដល់ពេល extract ទៅវា load មកនេះវា load តាមជាជួរអញ្ចឹងណាហើយយើង extract មួយទៀតមកអូខេ show more ហើយយើង extract file ហើយយើង OK មកអូខេនេះបានទៀតអូខេអញ្ចឹងបានពីរហ្នឹងចា file នេះយើងអត់ប្រើទេយើងប្រើ file ដែលយើងពលាហើយនេះអូខេថៃ file ពីរហ្នឹងខុសគ្នាមិនអានេះ file RAR អញ្ចឹងឬក៏វាតារាយើងគាត់ណា double click ទៅវា load ចែកឃើញវាមិនជា file ដែលនេះណាវា file ដែលពលាអញ្ចឹង file ដែលពលាចុចទៅវាចូលតារាយើងចេះតែម្ដងអញ្ចឹងទាំងអស់វាមានពីរហ្នឹងហើយយើង click មើលទៅយើងអាចមើលបានខ្ញុំដាក់ធំមកចុះអញ្ចឹងចូល Lemon មកប្រយ័ត្នមាន file ឈ្មោះវាអូខេអានេះក៏ប្រភេទLemon អញ្ចឹង Lemon ខ្ញុំបញ្ចូលដាក់ Lemon មកអូខេហើយខ្មែរ Unicode អូខេនេះចឹងនេះមើលបានមាននេះគឺខ្មែរបាត់ដំបងខ្មែរបូកូខ្មែរហ្នឹងដែលអ្នកនរគ្នាឃើញនៅក្នុង Word Excel អូខេតែប៉ុណ្្នឹងយើងដាក់ទេតែបើថាយើងអត់មានយើងអាចដាក់ខ្លួនឯងបានអញ្ចឹងអូខេអញ្ចឹងដើម្បីដាក់ឧទាហរណ៍យើងចង់ដាក់ចូលក្នុងកម្មវិធី AutoCAD អូខេអញ្ចឹងដោយសារ AutoCAD ខ្ញុំតម្លើងច្រើន version មែនតើនេះមាន13 version ទី1 2017 2021 2023អញ្ចឹងយើងចង់ដាក់2023យើងចូលណាខ្លាយម៉ៅឆ្វេងអូខេមិន right click ទេម៉ៅឆ្វេងហើយយើង right click វិញម៉ៅស្ដាំវិញហើយបានយើង open file location អូខេ open file location អញ្ចឹងបើនឹងហើយខ្ញុំចូលចិត្តពីផ្ទាំងអូខេអញ្ចឹងខ្ញុំបើផ្ទាំងនេះខ្ញុំដាក់ Lemon font មុនណាអញ្ចឹងខ្ញុំដាក់ផ្ទាំងនេះអញ្ចឹងខ្ញុំបើពីផ្ទាំងហ្នឹងត្រូវអញ្ចឹងយើងរៀនញែកមកអញ្ចឹងយកបុកវាមកខាងស្ដាំហើយវាមកចំវាមក load នេះផ្ទៃស្មើហ្នឹងអូខេហើយយើងដាក់មួយទៀតមកនេះអញ្ចឹងវាបានពីរហ្នឹងខ្ញុំចូលចិត្តប្រើពីរអញ្ចឹងអូខេអញ្ចឹងបើខ្ញុំ show folder អាទីតាំងនេះត្រូវអត់អញ្ចឹង show in folder ហើយខ្ញុំចូលអីទៀតខ្ញុំចូលហៅពាក្យថាខ្ញុំមើលសិនពួកខ្ញុំនេះដែរអញ្ចឹងហៅពាក្យថា font អូខេversion នេះ font អូខេនេះ font អញ្ចឹងមកដល់អក្សរ F មកវាមានពាក្យ font នេះ font អញ្ចឹងយើង double click មកនេះ font ដែលខ្ញុំបានដាក់ហើយអញ្ចឹងគាត់ណាអ្នកអត់ដាក់បាយអត់មានទេណាអញ្ចឹងបើចង់ដាក់គាត់ណាចុចលើ Lemon មកអូខេហើយយើង control A ក៏បាន select ទាំងអស់ចុចបានហើយយើង move វាដាក់ចែកចាប់តម្លាក់មកក៏បានដែរឬក៏ copy នេះ control C ក៏បានឬក៏ copy មកអូខេ copy ចុចក៏បានហើយរ៉ាយនេះដាក់នេះមកផាសក៏បានឬក៏យើងចាប់ដាក់ចែកក៏បានដែរចែកចិត្តទេអញ្ចឹងខ្ញុំចូលចិត្តចាប់បើខ្ញុំចែកញែកទី2ចូលចិត្តខ្ញុំចូលចិត្តចាប់តម្លាក់អញ្ចឹងបើយើងដោយសារខ្ញុំស្បដែរអញ្ចឹងមានពាក្យ refresh អញ្ចឹងគាត់ណាខ្ញុំ refresh វាទៅអញ្ចឹងវាចូលហើយអូខេហ្នឹងយើងរបៀបដាក់អូខេវាថាយើងចាប់ពីដាក់ហ្មងអញ្ចឹងក៏បានដែរឬក៏យើង copy ក៏បានដែរអត់ទេជាបញ្ហាទេហើយយើងចូលមួយទៀតមកត្រូវនឹងខ្វាយយ៉ាងនេះឆាមកបើយើងមានអាខ្មែរផ្សេងទៀតនេះ font នេះផ្សេងទៀតយើងគាត់ណាចាប់ដាក់ផ្ទាំងយើងទៀតមកហើយចូលកន្លែងនេះយើងមកវិញអញ្ចឹងយើងត្រូវចាំ file យើងដែរហើយនេះដោយសារវាច្រើនណាស់យើងមិនចេះទេអូខេយើងគាត់ណា click មួយហើយយើង control A មកបានទាំងអស់ហើយយើងចាប់ដាក់យកតែម្ដងអូខេលឿនធ្វើការអញ្ចឹងលឿនអូខេ replace ដោយសារខ្ញុំ drop ដែរអញ្ចឹងវា load ឲ្យ replace ហើយអញ្ចឹងហើយដាក់ម្ដង
ទៀតឲ្យគ្នាយើងទេអានេះបាត់ទៅមិនជាបញ្ហាទេព្រោះ file ដែលយើងពលាហើយអានោះយ៉ាអញ្ចឹងប៉ុណ្ណឹងអូខេការដាក់ AutoCAD ប៉ុណ្ណឹងហើយយើងខ្វែងចេញខ្វែងក៏បានបិទក៏បានហើយយើងបើយើង restart កុំព្យូទ័រមកតង់ទៅអាហ្នឹងគឺថាវាល្អហើយយើងចុចចូលទៅចុចចូលហើយយើងចូលកន្លែង ST នេះយើងអាចកំណត់ខ្មែរលីមុនខ្មែរអីផ្សេងទៀតក៏បានឬក៏ជាភាសាអង់គ្លេសខ្មែរអីចឹងបានអស់អញ្ចឹងអាវីដេអូនេះអញ្ចឹងតពីហ្នឹងអ្នកនរអាចត្រឡប់ទៅមើលវីដេអូមុនហ្នឹងតិចបានអញ្ចឹងណាអញ្ចឹងអាហ្នឹងវាតគ្នាអូខេភាសានេះខ្ញុំធ្វើក្រោយអញ្ចឹងអ្នកអាចមើលបានយ៉ាហើយមួយទៀតយើងអាចដាក់ font នៅទីតាំងនេះមួយទៀតយើងចូលកន្លែងនេះ setting ឬក៏យើង search ថា font មកក៏បានដែរ font បើយើងចង់ដាក់ក្នុង Word Excel យើងចូល font អូខេ search ហ្មង search ហើយយ៉ាអាហ្នឹងបើយើងចង់ដាក់ក្នុង Photoshop Word Excel យើងដាក់លើហ្នឹងទៀតទៅដាក់នឹងបតង់ទៀតទៅនេះឲ្យយើងត្រាប់អញ្ចឹងគាត់ថាយើងដាក់ផ្ទៃយើងទៀតមកបុកវាមកខាងឆ្វេងហើយចូលអា file ដែលយើងមិញហ្នឹងហើយតម្លាក់ចូលហ្នឹងមកអូខេតែសារនេះខ្ញុំមើល extract file អញ្ចឹងគាត់ថាយើង extract ម្ដងទៀតឲ្យវាលោតម្ដងទៀតហើយសារខ្ញុំមិញហ្នឹងវានេះអញ្ចឹង show អីស្អីហើយអូខេមកនេះចានេះខ្ញុំ extract ម្ដងទៀតអញ្ចឹងវាលោតមកទៀតហើយអូខេនេះលោតមកទៀតហើយអញ្ចឹងខ្ញុំមកខាងស្ដាំហើយយកអា file នេះមកនេះហើយយើងត្រាប់ចឹងដូចគ្នាអូខេត្រាប់ដាក់ចូលនេះអូខេអានេះដាក់ដែលយើងអាចប្រើបានក្នុង Word Excel អីហ្នឹងគឺយើងមាន font by default របស់ computer មកអូខេចាលើទៅតែសារហើយ already នេះគេដាក់ already install អញ្ចឹងមិនអញ្ចឹងខ្ញុំ do not show do default Cura 19អូខេវាដាក់ម្ដងទៀតដល់ណាយើងដាក់ហើយនេះអញ្ចឹងតែប៉ុណ្ណឹងសម្រាប់អ្វីដែលខ្ញុំចង់ចែកម្លែកក្នុងការដាក់ខ្មែរ font ចូលក្នុង AutoCAD ហើយនឹងបន្ថែមដាក់ក្នុងកន្លែង setting នេះដាក់ក្នុង default របស់ computer មកអូខេអញ្ចឹងយើងអាចធ្វើអញ្ចឹងបានអូខេនេះដាក់ទៅវានៅខាងក្រោមនេះហើយវាចេញអក្សរខ្មែរអក្សរអីនេះខ្មែរអក្សរអីហ្នឹងអូខេចេញអាចប្រើបានអូខេអញ្ចឹងការចែកម្លែករបស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនអ្នកនរគ្នា